ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលពួកខ្ញុំបានចូលព្រៃរកក្លឹមច័ន្ទក្រឹស្នារយៈពេលមួយថ្ងៃពេញហើយនេះគឺជាថ្ងៃទី1ហើយដែលខ្ញុំទៅដល់ដំបងយើងទៅជើងនេះគឺយើងទៅរយៈពេល3ថ្ងៃ3យប់តែនេះគឺជាវីដេអូថ្ងៃទី1ហើយយើងទៅលើកនេះគឺថាយើងមានសមាជិកចំនួន5នាក់ហើយនិយាយថាពីភ្លៀងដល់ភ្លៀងខ្លាំងមែនតើនិយាយថាដើរទៅទៀកដល់ទៀកខំទៀកដូចម្រាមដៃអញ្ចឹងយើងដើរមួយសន្ទុះធំក៏ដល់កន្លែងនេះយើងត្រូវបោះជំរំដេកដើម្បីរកក្លឹមច័ន្ទក្រឹស្នានឹងហើយយើងទៅគ្នាច្រើនបែបនេះគឺយើងជួយគ្នាធ្វើម្នាក់ម្ដាយមួយជើងទៅអ្នកខ្លះក៏បង្កាត់ភ្លើងដាំទឹកដាំបាយអ្នកខ្លះក៏ចាប់ផ្ដើមប្រក់តង់គឺថាចែកគ្នាធ្វើម្នាក់មួយមុខដើម្បីឆាប់ហើយដើម្បីយើងបានសម្រាប់ទាំងអស់គ្នាហើយខ្ញុំគឺថាមកលេងតឹងកដោយសារតែយើងដើរមកពីព្រឹកនឹងតន់បានបាយទេដើររយៈពេលបាយជាកន្លះថ្ងៃតន់បានបាយទេអញ្ចឹងហើយយើងហេវបាយហើយក៏ចាប់ផ្ដើមនាំគ្នាដាំបាយធ្វើម្ហូបដើម្បីសម្រាប់យកកម្លាំងថ្ងៃស្អែកដើម្បីយើងដើររកក្លឹមហើយថ្ងៃទី1នេះគឺយើងអត់បានដើររកក្លឹមទេដោយសារតែយើងដើរទៅអស់កម្លាំងខ្លាំងគឺថាសម្រាប់យកកម្លាំងសិនហើយបន្ទាប់ពីបង្កាត់ភ្លើងហើយពួកខ្ញុំក៏នាំគ្នាទៅដាក់មងដើម្បីយកត្រីទុកថ្ងៃល្ងាចវាចូលទឹកអូទៅមែនណាអូតិចស្រួលខ្លាំងមែនតើហើយទឹកនឹងស្មើកហើយបន្ទាប់ពីដាក់ឲ្យរាយឲ្យមកផ្លែស្រាប់តែត្រីចប់មងគឺថាស្មាតយើងសប្បាយចិត្តខ្លាំងមែនតើដល់ពេលដាក់ត្រីជាប់មងបន្ទាប់ពីដាក់មងហើយក៏ដាំទឹកផឹកកាហ្វេអង្គុយនិយាយគ្នាលេងភាសារឿងនេះរឿងនោះហើយដល់ល្ងាចក៏ពួកខ្ញុំបានដើរទៅមើលមងហើយថ្ងៃនេះគឺបានត្រីតែ3ទេដោយសារតែយើងដាក់ពេលថ្ងៃពេលទៅត្រីវាអត់សូវដើរត្រីវាដើរតែពេលយប់ទេពេលថ្ងៃវាអត់សូវដើរទេអញ្ចឹងហើយគឺថ្ងៃនេះគឺយើងសង្ឃឹមទៅលើត្រី3គ្នា5នាក់ហ្នឹងហើយសំខាន់គឺយើងដាក់ទឹកឲ្យច្រើនទៅគឺថាហូបបានច្រើនហត់ទឹកខ្លះទៅហូបសាច់ខ្លះទៅហើយមកយើងថ្ងៃនេះគឺឆ្ងោជ្រក់ត្រីហើយចុងភៅរបស់យើងកំពុងតែភ្លុំភ្លើងផងអីផងតែមកជើងនេះគឺមិនសូវរករ៉ាដូចជាជើងមុនទេដោយសារតែយើងត្រៀមសម្ភារៈយើងគ្រប់គ្រាន់មានទិញទាំងជីទិញទាំងអីមកអញ្ចឹងណាហើយបន្តមកក៏ដល់ម៉ោងហូបបាយហើយស្មាត់យើងកំពុងតែដាក់